នឹងគាត់ចង់បានគាត់ចង់ផ្សព្វផ្សាយដូចគាត់មកអញ្ចឹងគាត់នៅស្រុកគាត់ហ្នឹងគឺគាត់កាត់ជួនកាលគាត់កាត់ខោហ្នឹងគាត់ដាក់ពាក្យសេគុណខ្មែរនៅនឹងខ្លួនឯងរបស់គាត់ណាហើយក៏ឃើញអាយដាមឬក៏អុកញ៉ាវឌ្ឍនៈអីនឹងអាយដាមហ៊ុយឆានហ្នឹងគាត់ក៏មានជាខោគុណខ្មែរគាត់អីឲ្យគាត់ក៏បានប្រាប់ថាបើបើអាចគាត់នឹងបើកក្លឹបគុណខ្មែរនៅអាហ្វ្រិកាហ្នឹងមួយដែរពេលហ្នឹងគឺបានណាត់ទៅជួបពិភាក្សាគ្នាមួយអាយដាមហ៊ុយឆាយដែរដល់ពេលទៅមនឹកស្មានហើយដល់មួយគាត់ចិត្តមកវិញហ្នឹងគាត់ថាគាត់មានការប្រកួតនៅម៉ាឡេស៊ីចប់ហ្នឹងគឺគាត់នឹងមកហោះម៉ូតូមកខ្មែរយើងហ្នឹងដើម្បីប្រកួតទៀតហើយអឺចង់ឲ្យកញ្ចក់ប្រាប់ពីហេតុហេតុផលអីបានណេដូគាត់ស្លាប់ចឹងáណាព្រោះបងប្អូនយើងគាត់អត់ទាន់ដឹងហើយផុសហ្នឹងក៏យើងមិនទាន់ដឹងថាហេតុអីបានណេដូគាត់ទទួលមរណភាពហើយយើងទទួលបានដំណឹងយប់នេះដូចជាពងតេទៅម៉ោង1កន្លះនេះកំពុងតែនិយាយបាទគ្នានេះគាត់នេះណាគាត់ចេញពេលសួរមិញហ្នឹងអ្នកដែលនៅនេះគាត់ប្រាប់ថាគាត់ចេញទៅក្រៅមានរឿងមួយគេហើយក៏គេក៏ចាក់ចូលទ្រុងគាត់ស្លាប់ទៅពេលអត់ចឹងមើលអត់ទាន់ខ្ញុំសួរថាពេទ្យជួយអត់បានមែនដល់ពេលទៅគាត់ថាអត់បានទេគាត់ស្លាប់ហើយថាពេទ្យជួយអត់បានទេគាត់ស្លាប់ហើយហ្នឹងក៏ពេលទទួលដំណឹងដំបូងហ្នឹងអារម្មណ៍ក្តុកក្តួលទទួលយកអត់ចង់បានដែរព្រោះអីរាប់អានដូចគាត់ស្រឡាញ់គ្នាដូចគាត់ស្រឡាញ់ដូចខ្ញុំជាប្អូនគាត់ខ្ញុំស្រឡាញ់គាត់ដូចជាបងអញ្ចឹងណាមិត្តភាពធ្លាប់រស់នៅហាត់នៅស្រុកខ្មែរនៅអីមួយជុំគ្នាអញ្ចឹងណាអឺ កាយ៉ាអាចប្រាប់បានទេនៅពេលដែលកាយ៉ាតាក់ទងជាមួយណេដូទំហំមកយកគាត់មកតើកីឡាកររូបនេះគាត់មានអត្តចរិតយ៉ាងណាដែរនៅពេលដែលគាត់មកប្រកួតជាមួយខ្មែរយើងម្ដងរាល់ការទំនាក់ទំនងប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួនឬក៏កំឡុងពេលគាត់ប្រកួតឬក៏គាត់ប្រកួតហើយអីផ្សេងៗពីរួមពេលដែលតាក់ទងគាត់ដំបូងហ្នឹងខ្ញុំតាក់ទងតាមមិត្តភក្តិគាត់ម៉ាទីនគាត់ស្គាល់គ្នាគាត់ថាគាត់ចង់មកប្រកួតនៅកម្មវិធីរបស់ខ្ញុំអាពេលដំបូងខ្ញុំធ្វើកម្មវិធីគ្រុឌដំបូងៗហ្នឹងគាត់ចរិតគាត់ល្អពេលដែលនិយាយហ្នឹងម៉ាទីនក៏ឲ្យ contact គាត់មកខ្ញុំតាក់ទងដូចគ្នានិយាយគ្នាគាត់តាក់ទងមកខ្ញុំទៅនិយាយសួរនាំប្រាប់ពីតម្លៃខ្លួនចរចាតម្លៃខ្លួននិងសំបុត្រយន្តហោះអីមកតែចរិតគាត់ស្រួលគាត់ឈ្នះចាញ់គាត់ទទួលយកគាត់ជាអ្នកកីឡាហើយគាត់ថាបើមានឱកាសគាត់ចង់កសាងកេរ្តិ៍ឈ្មោះគាត់ម្ដងទៀតគាត់មិនចង់ចាញ់ហើយបោះបង់ចោលទេចាហើយកីឡាករគាត់អាហ្នឹងបើតាមខ្ញុំស្គាល់កីឡាករមកទាំងអស់អត្តចរិតរបស់គាត់គឺល្អជាងគេបំផុតបាទអ្នកតែសាច់កីឡាករដែលខ្ញុំតាក់ទងមកហ្នឹងគឺមានតែគាត់ឯងគឺការនិយាយពីរឿងបដារឿងតម្លៃខ្លួនរឿងអីគឺចរចានិយាយគ្នាបានស្រួលជាងគេបំផុតដល់ពេលហ្នឹងទៅហើយធ្វើការមួយគ្នាយូរគាត់ក៏ជួយយើងយើងក៏ជួយគាត់គាត់ខ្វះខាតគាត់ទេមកយើងត្រូវការកីឡាករអញ្ចឹងគាត់មាននឹងសិស្សគាត់ប្រហាត់អញ្ចឹងគាត់ក៏ផ្ញើមកឲ្យយើងអញ្ចឹងចា តាមការពិតទៅម៉ូនិងកីឡាករជនជាតិស្បែកខ្មៅ2-3នាក់ដែរដែលទទួលបានការហ្វឹកហាត់ពីណេដូហ្នឹងណាបើតាមកញ្ញៈធ្លាប់ប្រាប់ជារឿយៗថាកូនសិស្សណេដូមានប្រមាណអ្នកដែរដែលមកហ្វឹកហាត់ហើយអឺឃើញសកម្មភាពណេដូនៅស្រុកគាត់នោះក៏គាត់ព្យាយាមបង្ហាញផ្សព្វផ្សាយអំពីគុណខ្មែររបស់យើងដែរអឺតាមរយៈការស្លៀកខោនិងការពាក់អាវអីផ្សេងៗ អាហ្នឹងយើងផ្ញើទៅឲ្យគាត់ឬក៏គាត់ស្រឡាញ់គាត់ចង់បានហើយគាត់ចង់ជួយផ្សព្វផ្សាយយើងក៏យ៉ាងហ្នឹងគាត់ចង់បានគាត់ចង់ផ្សព្វផ្សាយដូចគាត់មកអញ្ចឹងគាត់នៅស្រុកគាត់អញ្ចឹងគឺគាត់កាត់ជួនកាលគាត់កាត់ខោហ្នឹងគាត់ដាក់ពាក្យសេគុណខ្មែរនៅនឹងខ្លួនឯងរបស់គាត់ណាហើយក៏ឃើញអាយដាមឬក៏អុកញ៉ាវឌ្ឍនៈអីនឹងអាយដាមហ៊ុយឆានហ្នឹងគាត់ក៏មានជាខោគុណខ្មែរគាត់អីឲ្យគាត់ក៏បានប្រាប់ថាបើបើអាចគាត់នឹងបើកក្លឹបគុណខ្មែរនៅអាហ្វ្រិកាហ្នឹងមួយដែរពេលហ្នឹងគឺបានណាត់ទៅជួបពិភាក្សាគ្នាមួយអាយដាមហ៊ុយឆាយដែរដល់ពេលទៅមនឹកស្មានហើយដល់មួយគាត់ចិត្តមកវិញហ្នឹងគាត់ថាគាត់មានការប្រកួតនៅម៉ាឡេស៊ីចប់ហ្នឹងគឺគាត់នឹងមកហោះម៉ូតូមកខ្មែរយើងហ្នឹងដើម្បីប្រកួតទៀតហើយអូដល់មនឹកស្មានមានរឿងហ្នឹងកើតឡើងអញ្ចឹងគាត់មានបំណងចង់បើកក្លឹបគុនខ្មែរនៅស្រុកគាត់នឹងដែរបាទអឺហើយកីឡាករណាខ្លះដែលត្រូវជាកូនសិស្សរបស់ណេដូដែលបច្ចុប្បន្ននេះកំពុងទទួលបានការគាំទ្រពីបងប្អូននិងលេចធ្លោនៅពេលដែលគាត់ប្រកួតម្ដងក៏យ៉ាងមានមានលីកាយ៉ាមានបេលនាធី មានធុងមីមានបេលេឡូមានដូចជាម៉ូម៉ូកីឡាកររបស់គាត់មានច្រើនទៀតមានអ្នកខ្លះគាត់មកអញ្ចឹងគាត់ប្រកួតមានចាញ់មានឈ្នះប៉ុន្តែគាត់ធ្វើអស់ពីសមត្ថភាពអញ្ចឹងហ៎បងអឺ
គាត់មានបាននិយាយអីបាទខ្លះពីគ្រូគាត់ទេបន្ទាប់ពីគាត់ទទួលបានដំណឹងហ្នឹងឬក៏គាត់ដឹងនៅឬក៏គាត់មិនទាន់ដឹង? គាត់តាមដឹងមុននឹងបន្តិចដែរហ្នឹងហើយគាត់និយាយមកគាត់ស្រុតចិត្តគាត់មិននឹកស្មានគាត់ថាលីដូនឹងល្អដែលចេះជួយរកការប្រកួតឲ្យគាត់ណែនាំឲ្យតែមករកតែអ្នកល្អៗជួយពួកគាត់ឲ្យមានជីវភាពໄວដើម្បីបានទៅទ្រទ្រង់គ្រួសារគាត់នៅអាហ្វ្រិកាអញ្ចឹងណា ហឹម ឥឡូវនេះបងប្អូនប្រហែលជាគាត់អឺក៏ស្លុតចិត្តដូចតាពួកយើងដែលជាអ្នកធ្លាប់ស្គាល់ណេដូនឹងដែរអ្វីដែលគួរឲ្យសោកស្ដាយហ្នឹងគឺគាត់ចង់បើកក្លឹបនៅទីនោះចុះមើលសម្លឹងមើលទៅតើនរណាដែលអាចមានបំណងឬក៏ស្រឡាញ់មានឆន្ទៈដូចគាត់ទេកញ្ញា? បើខ្ញុំមើលទៅពួកគាត់មានបំណងប៉ុន្តែលទ្ធភាពរបស់គាត់ដូចជាគាត់មិនអាចទៅរួចគាត់បើលីនដូគាត់មានដៃគូសហការមិត្តភក្តិរបស់គាត់ចឹងមកបើកក្លឹបបើកអីផ្ទាល់ខ្លួនរបស់គាត់ចឹងណាតែអ្នកដែលកូនសិស្សរបស់គាត់ហ្នឹងភាគច្រើនពួកគាត់ជីវភាពរបស់ពួកគាត់ខ្វះខាតដែរនៅប្រទេសរបស់គាត់ចឹងណា ហឹម ចាៗ បាទ អូខេហ្នឹងហើយអញ្ចឹងសង្ឃឹមឲ្យបងប្អូនគាត់បានដឹងពីហេតុផលហើយក៏រំខានកន្យាដែរយប់ស្មានហើយក៏ដឹងថាគេបាទមិនលក់ដែរព្រោះដឹងទៅស្លុតទាំងអស់គ្នា បាទហ្នឹង ចាៗហ្នឹងហើយអរគុណច្រើនកញ្ញាអរគុណ បាទបងបាទ ឥឡូវបិទ